នៅរសៀលថ្ងៃទី29ខែតុលាឆ្នាំ2025ឯកឧត្តមផនរឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្យល់ថាយានយន្តអគ្គិសនីសំដៅដល់យានយន្តដើរដោយម៉ូទ័រអគ្គិសនីនិងប្រើប្រាស់អាគុយសម្រាប់ស្តុកថាមពលអ្នកនាំពាក្យរូបនេះបន្ថែមថាជាទូទៅយានយន្តអគ្គិសនីត្រូវបានបែងចែកជា3ប្រភេទ1ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ2ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈនិងអាគុយនិង3ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈនិងអាគុយតែអាចបញ្ចូលថាមពលដោយយានយន្តអគ្គិសនីសុទ្ធបានជាមួយគ្នានេះឯកឧត្តមផនរឹមក៏បានបន្ថែមដែរថានាពេលបច្ចុប្បន្នការអភិវឌ្ឍយានយន្តអគ្គិសនីគឺជានិន្នាការសកលដែលកំពុងកើនឡើងយ៉ាងលឿនសម្រាប់កម្ពុជាការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្ដើមក្នុងអំឡុងឆ្នាំ2018ដែលកាលនោះមានរថយន្តអគ្គិសនីតែមួយគ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូនចាប់ពីពេលនោះមកការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំដោយនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរឯកឧត្តមផនរឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់ថាគិតត្រឹមខែកញ្ញាឆ្នាំ2025មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន1568គ្រឿងក្នុងនោះរថយន្តអគ្គិសនីមានចំនួន7187គ្រឿងត្រីចក្រយានយន្តអគ្គិសនីចំនួន671គ្រឿងនិងម៉ូតូអគ្គិសនីចំនួន2710គ្រឿង